Three adults and 3 children were on board. អញ្ញាធិបបាននិយាយថាមនុស្ស6នាក់រួមទាំងកុមារ3នាក់បានស្លាប់បន្ទាប់ពីឧទ្ធម្ភាគចក្រទេសចរមួយគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេ Hudson ក្នុងទីក្រុង New York សហរដ្ឋអាមេរិកកាលពីថ្ងៃប្រហ័សឧបទ្ទវហេតុនេះបានសម្លាប់អ្នកជិះលើយន្តហោះទាំងអស់ដោយអ្នកបើកយន្តហោះនិងក្រុមគ្រួសារជាអ្នកមកពីប្រទេសអេស្ប៉ាញដំបូងឡើយជនរងគ្រោះ2នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសង្ឃឹមថានៅមានជីវិតប៉ុន្តែក្រោយមកបានបាត់បង់ជីវិតបណ្ដាញទូរទស្សន៍ NBC4 បានរាយការណ៍ថាការធ្លាក់ឧទ្ធម្ភាគចក្របានកើតឡើងក្នុងពេលជួបលក្ខខណ្ឌអាកាសធាតុមិនល្អដោយពេលនោះមានភ្លៀងធ្លាក់ជាមួយនឹងពពកក្រាស់សាក្សីម្នាក់បានប្រាប់ AFP ថាឧទ្ធម្ភាគចក្របានខ្ទេចលើមេឃហើយក៏វិលក្រវីក្រវាត់បន្ទាប់មកវាបានធ្លាក់ចូលទៅក្នុងទឹកតែម្ដងរដ្ឋបាលអាកាសចរសហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជាឧទ្ធម្ភាគចក្រ Bell 206ហើយថាខ្លួននឹងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិនិងស៊ើបអង្កេតអភិបាលក្រុងញូវយ៉កលោក Eric Adam បានប្រាប់សន្និសីទខ្លីមួយថាជនរងគ្រោះទាំង6នាក់ត្រូវបានដកចេញពីទឹកហើយជាអកុសលជនរងគ្រោះទាំង6នាក់ត្រូវបានប្រកាសថាបានស្លាប់ជាគ្រោះថ្នាក់ដ៏សោកសៅនិងសោកនាដកម្មប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីហៅការធ្លាក់យន្តហោះនេះថាគួរឲ្យភ័យខ្លាចលោកបានសរសេរនៅលើ True Social ថាវីដេអូនៃឧបទ្ទវហេតុនេះគឺគួរឲ្យរន្ធត់ណាស់សូមព្រះប្រទានពរដល់ក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់ជនរងគ្រោះ